រឿងនិទានខ្មែរប្រាជ្ញានិងសំណាងការចាប់ផ្ដើមរឿងកាលពីជាយូរលង់ណាស់មកហើយមានមនុស្សពីរនាក់រស់នៅក្នុងភូមិមួយម្នាក់ឈ្មោះប្រាជ្ញដែលជាមនុស្សឆ្លាតវៃចេះគិតចេះដោះស្រាយបញ្ហាតែក្រីក្រខ្លាំងណាស់ម្នាក់ទៀតឈ្មោះសំណាងជាមនុស្សមានទ្រព្យសម្បត្តិច្រើនតែខ្ជិលច្រអូសនិងមិនសូវចេះគិតពីអនាគតព្រឹត្តិការណ៍ថ្ងៃមួយសំណាងបានជួបប្រាជ្ញហើយនិយាយឡើងថាឯងឆ្លាតមែនតែឯងនៅតែក្រខ្ញុំមានលុយច្រើនតែខ្ញុំមិនឆ្លាតដូចឯងទេតើមានផ្លូវណាដែលធ្វើឲ្យយើងទាំងពីររីកចម្រើនបានប្រាជ្ញឆ្លើយវិញបើយើងរួមកម្លាំងគ្នាប្រាជ្ញារបស់ខ្ញុំរួមជាមួយសំណាងរបស់អ្នកគឺអាចធ្វើអ្វីបានជោគជ័យសំណាងយល់ព្រមហើយទាំងពីរក៏ចាប់ផ្ដើមធ្វើជំនួញរួមគ្នាដំបូងពួកគេទិញដីមួយកន្លែងហើយប្រាជ្ញបានណែនាំឲ្យដាំដំណាំចំណីផ្សេងដែលលក់ដាច់នៅទីផ្សារដោយមានដីមានទុននិងមានចំណេះដឹងកសិកម្មរបស់ពួកគេបានទទួលផលល្អឧបសគ្គនៅពេលដំណាំចាប់ផ្ដើមលូតលាស់ល្អសត្វព្រៃក៏មកវឹងវងសំណាងភ័យខ្លាំងណាស់ហើយចង់លក់ដីនោះទៅវិញតែប្រាជ្ញមិនអើពើគាត់គិតរកវិធីដោះស្រាយប្រាជ្ញបានសាងសំណង់មួយដែលអាចខ្វិតខ្វីងសត្វព្រៃបានហើយក្រៅពីនេះគាត់ថែមទាំងយកសត្វព្រៃទាំងនោះទៅលក់ទទួលបានចំណេញទៀតផងជោគជ័យពួកគេបានពង្រីកអាជីវកម្មទៅទៀតដោយចេះប្រើប្រាស់ទុនដោយវៃឆ្លាតនិងរក្សាសំណាងឲ្យនៅគង់វង្សពួកគេមិនត្រឹមតែធូរធារប៉ុណ្ណោះទេថែមទាំងជួយអ្នកក្រីក្រនៅក្នុងភូមិឲ្យមានការងារធ្វើនិងចេះធ្វើជំនួញតូចតាចផងដែរចប់រឿងទីបំផុតសំណាងក៏យល់ថាប្រាជ្ញាមិនមែនគ្រាន់តែជាចំណេះដឹងទេគឺជាការចេះប្រើឲ្យបានត្រូវកាលៈទេសៈហើយសំណាងក៏មិនមែនគ្រាន់តែជាលុយកាក់ទេគឺជាឱកាសដែលត្រូវចេះទទួលយកឲ្យបានល្អរីឯប្រាជ្ញក៏រៀនថាសំណាងអាចជួយឲ្យឱកាសមកដល់តែបើគ្មានការខិតខំនិងភាពឆ្លាតវៃឱកាសនោះក៏នឹងកន្លងផុតទៅដែរសារប្រយោជន៍នៃរឿងនេះបង្រៀនថា 1. ប្រាជ្ញានិងសំណាងត្រូវការគ្នាទៅវិញទៅមក 2. ការខិតខំនិងការគិតវៃសំខាន់ជាងការសង្ឃឹមលើសំណាងតែម្យ៉ាង 3. កិច្ចសហការអាចនាំមកនូវភាពជោគជ័យដ៏ធំធេង 4. សំណាងអាចជួយឲ្យមានឱកាសតែប្រាជ្ញាទើបជួយឲ្យទទួលបានផលពិតប្រាកដរឿងនេះត្រូវបានផ្សព្វផ្សាយជាយូរមកហើយដើម្បីជាមេរៀនដល់ក្មេងឲ្យយល់ពីតម្លៃនៃការខិតខំរៀនសូត្រនិងការចេះទាញយកឱកាសនានាក្នុងជីវិត